សម្រាប់ណាឲ្យតែយើងមានការតាំងចិត្តខ្ពស់និងមានការត្រៀមលក្ខណៈរួចរាល់ដើម្បីយកអាហារូបករណ៍មួយនេះគឺនរណាក៏អាចយកវាបានដែរសូមជម្រាបសួរមូលហេតុដែលនាងខ្ញុំជ្រើសរើសទៅសិក្សានៅឯប្រទេសជប៉ុនគឺដោយសារតែប្រទេសជប៉ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងការសិក្សាស្រាវជ្រាវហើយមានបច្ចេកវិទ្យាដែលជឿនលឿនដែលអាចជួយគ្រប់គ្រងទៅដល់ការសិក្សាស្រាវជ្រាវរបស់នាងខ្ញុំផ្ទាល់បានឃើញផ្ទាល់អនុវត្តផ្ទាល់និងយកចំណេះដឹងដែលខ្ញុំទទួលបានពីការសិក្សានៅទីនោះមកអភិវឌ្ឍនៅក្នុងប្រទេសរបស់យើងដូចគ្នាដើម្បីត្រៀមខ្លួនទៅសិក្សានៅឯប្រទេសជប៉ុនក៏ដូចជាដាក់យកអាហារូបករណ៍ mix គឺនៅម្លងពេលដែលខ្ញុំសិក្សាថ្នាក់បញ្ញាបត្រគឺខ្ញុំបានចូលរួមជាមួយនឹងសកម្មភាពកិច្ចការស្រាវជ្រាវជាក់ស្ដែងគឺយើងទៅទីនោះក្នុងនាមជានិស្សិតស្រាវជ្រាវហើយការដាក់អាហារូបករណ៍ mix គឺយើងត្រូវចេះទៅសេ research plan ទៀតដូច្នេះហើយគឺខ្ញុំបានចំណាយពេលចូលរួមស្រាវជ្រាវជាមួយនឹងសាកលវិទ្យាល័យខ្ញុំដែលអនុញ្ញាតឲ្យខ្ញុំគឺយល់ដឹងពីកម្រិតមូលដ្ឋាននៃការស្រាវជ្រាវឬក៏យើងហៅថា research methodology ក្រៅពីហ្នឹងគឺមានដូចជាការរៀនភាសាជប៉ុនក៏ដូចជាការយល់ដឹងអំពីអាហារូបករណ៍មួយនេះឲ្យបានស៊ីជម្រៅខ្ញុំអត់ចង់ឲ្យអ្នកនរគ្នាមានការភ័យខ្លាចក្នុងការដាក់យកអាហារូបករណ៍នេះទេសម្រាប់ណាឲ្យតែយើងមានការតាំងចិត្តខ្ពស់និងមានការត្រៀមលក្ខណៈរួចរាល់ដើម្បីយកអាហារូបករណ៍មួយនេះគឺនរណាក៏អាចយកវាបានដែរអញ្ចឹងខ្ញុំសូមជូនពរឲ្យយើងទទួលបានអាហារូបករណ៍ mix ទាំងអស់គ្នាហើយសង្ឃឹមថាបានជួបគ្នានៅប្រទេសជប៉ុននៅឆ្នាំក្រោយបាយ